រថយន្តគំរូ Mazda Vision X Coupe បំពាក់មកជាមួយបច្ចេកវិទ្យា Plug-in Hybrid គិតគូរដល់បរិស្ថានរីឯកម្លាំងមិនធម្មតាដល់500សេសក្រុមហ៊ុនជប៉ុន Mazda Motor Corporation បានដាក់បង្ហាញរថយន្តគំរូ Mazda Vision X Coupe នៅក្នុងពិព័រណ៍យានយន្ត Japan Mobility Show ឆ្នាំ2025នៅប្រទេសជប៉ុនរថយន្តគំរូនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍លើវាដោយសារការរចនាបែបអនាគតភ្ជាប់មកជាមួយភាសា Design Colossal of Motion ក្រៅពីការរចនារូបរាងប្លែកហើយ Mazda Vision X Coupe ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Plug-in Hybrid ដែលជាបច្ចេកវិទ្យាមួយកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្នយោងតាមការបញ្ជាក់ពីក្រុមហ៊ុនរថយន្តនេះបានបំពាក់មកជាមួយបច្ចេកវិទ្យា Plug-in Hybrid ដំណើរការដោយម៉ាស៊ីន Rotary Turbo ប្រភេទ Rotor 2 រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងសរុបបាន510 PS ឬស្មើនឹង503សេសសម្រាប់រយៈចម្ងាយបើកបរពេលប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ160 គីឡូម៉ែត្រប៉ុន្តែបើប្រើអគ្គិសនីលីសាំងអាចបើកបរបានចម្ងាយ800 គីឡូម៉ែត្រអ្វីដែលកាន់តែពិសេសគឺរថយន្តនេះបានចូលរួមចំណែកជួយដល់បរិស្ថានដែលកាត់បន្ថយកាបូននៅក្នុងបរិយាកាសកាន់តែច្រើនតាមរយៈការផ្សំបញ្ចូលគ្នានូវឥន្ធនៈអព្យាក្រឹតកាបូនដែលទាញចេញពីមីក្រូសារ៉ាយតូចៗជាមួយនឹងបច្ចេកវិទ្យាចាប់យក CO2 របស់ Mazda ដែលមានឈ្មោះថា Mazda Mobile Carbon Capture សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ Mazda Vision X Coupe មានប្រវែងតួខ្លួនសរុប5050មីលីម៉ែត្រទទឹង1995មីលីម៉ែត្រកម្ពស់1480មីលីម៉ែត្រនិងមានប្រវែងកម្រិតកង់មុខក្រោយ3080មីលីម៉ែត្ររថយន្តនេះត្រូវបានរចនាក្នុងនាមជារថយន្ត Crossover Coupe ឬ Four Door Fastback ដែលមានទំហំធំជាង Mazda CX ចំពោះការ design ទូទៅនៅផ្នែកខាងក្រៅមើលទៅ clean ល្អមិនស្មុគស្មាញច្រើនសម្រាប់ផ្នែកខាងក្នុងក៏ដូចគ្នារថយន្តនេះបានរចនាមកបែបសាមញ្ញប៉ុន្តែមើលទៅប្រណិតដែលផ្ដោតលើអ្នកបើកបរជាពិសេសនៅផ្នែកខាងក្នុងរបស់រថយន្តនេះបានប្រើប្រាស់ការរចនាបែប retro ដែលបានបំពាក់មកជាមួយអេក្រង់ digital បែងចែកជា3ផ្នែកគូបញ្ជាក់ផងដែរសម្រាប់រថយន្ត Mazda Vision X Coupe ត្រូវបានរចនាមកជាពិសេសផ្ដោតលើការសន្សំសំចៃនិងជួយដល់បរិស្ថានដែលក្រុមហ៊ុនបានដាក់ឈ្មោះគម្រោងនេះថា The Joy of Driving Fuel a Sustainable Tomorrow ដែលជាគោលដៅបេសកកម្មរបស់ក្រុមហ៊ុន Mazda ដាក់នៅឆ្នាំ2035សម្រាប់រថយន្តគំរូ Mazda Vision X Coupe ក្រុមហ៊ុនមិនបានបញ្ជាក់ពីការបរិច្ឆេទផលិតនិងដាក់លោកជាផ្លូវការនៅឡើយទេសម្រាប់ការបង្ហាញរថយន្តគំរូនេះគឺជាការបង្ហាញពីមហិច្ឆតារបស់ Mazda សម្រាប់ពេលអនាគតសម្រាប់បងប្អូនក្រោយពីទស្សនាវីដេអូនេះយល់ឃើញយ៉ាងណាដែរចំពោះរថយន្តគំរូ Mazda Vision X Coupe អាចបញ្ចេញមតិនៅក្នុងវីដេអូនេះបានចុះក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត